សួស្តីអ្នកទាំងអស់គ្នាដោយសារតែឥឡូវអាកាសធាតុរៀងប្រែប្រួលតិចហើយងាកភ្លៀងបានទៅណាឆ្ងាយទេអញ្ចឹងបានតែប្រមត់ស្ទឹងយើងនេះឯងគឺនាំអ្នកទាំងអស់គ្នាទៅកាន់ម៉ូតូកាហ្វេចង់ជំរាបថាម៉ូតូកាហ្វេមិនមែនលក់តែកាហ្វេមួយមុខទេគាត់មានលក់ជាអាហារបាយឆាមីឆាអីចឹងណាអញ្ចឹងបើសិនជាតនេហើយមិនភ្លៀងពិបាកអត់ដឹងទៅណាឆ្ងាយហៅកន្លែងតាទៅអាចទៅអង្គុយនៅមាត់ហើយម៉ូតូកាហ្វេបានគឺទីតាំងគាត់នៅមុខមាត់ស្ទឹងសៀមរាបយើងនឹងហៅបាយហៅកាហ្វេអង្គុយញ៉ាំទៅហើយបើសិនជាពេលកន្លែងតូបគាត់ហ្នឹងពេលមេឃភ្លៀងមកអញ្ចឹងនិយាយពីថារ៉ូមែនទិកមែនតើមើលទៅមាត់ស្ទឹងបណ្ដាទៅអាកាសធាតុធ្លាក់ភ្លៀងអីក៏ល្អម្យ៉ាងដែរអញ្ចឹងណាតែប្រយ័ត្នបន្តិចដូចខ្ញុំមានកូនទូចអញ្ចឹងទៅពេលហ្នឹងអញ្ចឹងវារៀងខ្មៅសបោមូសបន្តិចណាប៉ុន្តែកន្លែងស្អាតហើយកាហ្វេក៏ឆ្ងាញ់បាយក៏ឆ្ងាញ់ដែរហើយតម្លៃវិញគឺសមរម្យធូរថ្លៃដូចជាចាប់ពី$3ឡើងទៅចំពោះម្ហូបហើយកាហ្វេគាត់មាន2រៀលមាន1រៀលកន្លះអីអញ្ចឹងណាហើយកន្លែងសមរម្យតម្លៃក៏សមរម្យហើយងាយស្រួលអត់បាច់ទៅណាឆ្ងាយបាយទាំងអស់គ្នាអរគុណច្រើន